ប្តីនំពេញបានអីញ៉ាំនងបងអូននៅកំពង់សោមវត្តឆ្នេរឲ្យមានអីញ៉ាំទេសំខាន់ណាអូនមកម្នាក់ឯងហើយឯកាខ្លាំងមែនតើមានតែសាច់បាក់ប៊ីខ្ជូពីប៊ីឆ្កាក់នឹងគ្រាន់ហូបហើយសំខាន់ណាអូនធំម្នាក់ឯងទៀតកំសត់ណាកំសត់ខ្លាំងមែនតើជីវិតទៅណាមកណាដើមម្នាក់ឯងញ៉ាំអីម្នាក់ឯងធ្វើអីក៏ម្នាក់ឯងជាតិនេះអភ័ព្វមែនណោះហើយសំខាន់ណានៅអាមាត់សមុទ្រមាត់ឆ្នេរនោះតិចលងាដល់ហើយមានណាគេអោបហើយឯកាខ្លាំងណាមកបានប្តីមកជាមួយអោបទៅមានអារម្មណ៍ថាកក់ក្ដៅហើយស្វីតមិនទេអូទៅឈប់ផ្លិចចោលធ្វើម៉េចបើយើងទៅណាមកណាតែម្នាក់ឯងស៊ីអង្គអីហ្នឹងរំលឹកឈ្មោះប្តីរហូតតែដឹងប្តីនឹងនឹកយើងអត់សំខាន់ណាសាច់ហ្នឹងវាអត់ឆ្ងាញ់សោះហ្មងអាបាប៊ីខ្ជូមាត់សមុទ្រមាត់ឆ្នេរអីហ្នឹងបាយយើងមកម្នាក់ឯងយ៉ាងមកទៅតែអត់ទេសាហៅអូនអើយបងសុំ4 10ចង្កាក់20ចង្កាក់ទៀតដាក់ប្រប៉ងផ្គាអីបងផងចាដាក់ទៅហូបទៅកុំឲ្យវាថាមកឲ្យមិនហូបអីដែរតែក៏ប៉ុន្តែហូបឲ្យតែបានរួចពីមាត់ទេតែចិត្តនឹកប្តីនឹងពេញអូនសួរបងថាប្តីនៅផ្ទះនៅពេញបានអីហូបនេះប្តីមិនខ្វះអីហូបអូនឯងមិនមើលណែដល់កមហូបបងបោណាឆ្ងាញ់ណាដាក់មកទឹកម្ទេសមកមួយដាក់មួយបាយហ្នឹងខ្វះអីហូបតែមួយបាយឆ្ងាញ់ជាងសាច់គោស្លាញ់ជាងមឹកនៅមាត់សមុទ្រឆ្ងាញ់ជាងស្អីគេបាប៊ីខ្ជូគេឆ្ងាញ់ទៀតណាមើលតែប៉ុណ្្នឹងជាតិនេះបាយតែជាមួយទឹកម្ទេសមកឆ្ងាញ់ណាស់ហ្មងចឹងផ្លែ5និយាយទៅប្តីពិតជាអាណិតប្រពន្ធណាស់ដែលប្រពន្ធទៅដើរលេងកំពង់សោមណាទៅអត់មានប្រាប់ប្តីមួយម៉ាត់ទៅឃើញប្រពន្ធអត់មានអីហូបប្តីអាណិតប្រពន្ធឃើញអាំងសាច់ម្នាក់ឯងឃើញស្អីគេអាបុកដាក់ពងទាដាក់ពងមាន់អាពងមាន់អាំងនោះហើយឃើញអាំងសាច់ហើយមានកែបមានមឹកមានបកងមានបកាមានស្អីជាច្រើនដែលប្រពន្ធកំពុងតែញ៉ាំហើយប្រពន្ធធ្វើវីដេអូនេះថានឹកប្តីក៏នឹកប្រពន្ធដែរនឹកខ្លាំងណានិយាយមែននឹកមហាសែននឹកអាឯងនឹងពេញនេះបាយជាមួយទឹកត្រីទឹកស៊ីអ៊ីវឯងទឹកម្ទេសឯងតែប្រពន្ធទៅកំពង់សោមគ្មានអីស៊ីម៉ែសាហាវហ្មងអត់មានអីស៊ីមានមឹកមានបកាឥឡូវបានឃើញច្បាស់នៅថាប្តីនៅពេញប្តីនៅផ្ទះម្នាក់ឯងប្តីអត់អីទេអត់មានអីទេធម្មតាអារម្មណ៍អត់មានខឹងអត់មានសម្បាយទាំងអស់ហើយហូបជាមួយនឹងទឹកម្ទេសបាយមួយទឹកម្ទេសពេលខ្លះក៏ទឹកត្រីពេលខ្លះក៏ទឹកស៊ីអ៊ីវមិនប៉ុណ្្នឹងសុបាយនៅបាយចិត្តនៅហ៎មិនសួរនេះបងប្អូនឃើញខ្ញុំហូបបាយមួយទឹកម្ទេសឆៅអញ្ចឹងអត់មានសាច់អត់មានអីបងប្អូនហូបទៅគឺថាឆ្ងាញ់អត់ឬក៏កើតអត់កើតបងប្អូនបាយកកយើងមិនដឹងទៅរកម្ហូបណាមានទឹកត្រីទឹកស៊ីវទឹកម្ទេសនឹងឯងហើយជាពិសេសទឹកម្ទេសផ្លែ5ណាបងប្អូនណាចង់បានកុំភ្លេចសិប្បកម្មដំរីមាសជាបោះខ្មែរយើងទេបងប្អូនហើយទីតាំងផលិតគឺនៅខេត្តសៀមរាបផ្ទាល់បងប្អូនហើយសម្រាប់សិប្បកម្មដំរីមាសមានគ្រឿងទេសចំនួន6មុខបងប្អូនមានទឹកត្រីទឹកម្ទេសទឹកសៀងទឹកស៊ីអ៊ីវទឹកក្រូចឆ្មាប្រេងម្ទេសសម្រាប់ទឹកម្ទេសដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជនបងប្អូននៅក្នុងសិប្បកម្មដំរីមាសហ្នឹងគឺទឹកម្ទេសផ្លែ5ចង់ណែនាំមកប្រភេទទៀតទៅបងប្អូននេះទឹកក្រូចឆ្មាបងប្អូនឆ្ងល់ក្រូចឆ្មាទិញមកផ្លែ2ផ្លែដាក់ផ្ទះបានហើយចុះបើអស់ទៅរកណាយកប្រឡប់សំខាន់ទឹកក្រូចឆ្មានេះគឺជាទឹកក្រូចឆ្មាសុទ្ធ 100% បងប្អូនផលិតដោយសិប្បកម្មដំរីមាសអញ្ចឹងបងប្អូនបើចង់បានកុំភ្លេចតាក់ទងទៅតាមរយៈលេខទូរស័ព្ទនៅក្នុង comment ខាងក្រោម